រឿងមនុស្សសម័យឥឡូវលោកគ្រូរិទ្ធទើបតែចូលមកបង្រៀននៅសាលាបឋមសិក្សាមួយនៅក្នុងភូមិថ្មីអង្គនេះធ្ងន់ម្ល៉េះពូមីជួយលើកអង្គដាក់លើក្រែបន្តិចខ្ញុំម្នាក់ឯងលើកមិនរួចទេពូលើកក៏បានដែរហើយទិញអង្គគេមកមិនក៏មិនអោយគេលើកដាក់លើក្រែតែម្ដងទៅខ្ញុំអត់នៅផ្ទះណាពូមកពីសាលាវិញក៏ឃើញអង្គនៅលើដីទៅហើយលើករួចហើយអរគុណច្រើនពូហើយចុះមានតែពាក្យអរគុណប៉ុណ្ណឹងទេអីបានមានតែប៉ុណ្ណឹងទេតើពូចង់បានអីមែនពូជួយលើកប៉ុណ្ណឹងហើយគួរណាតែឲ្យលុយ 4-5 ពាន់អីទៅពូប្រកែកនិយាយលេងមែនគ្រាន់តែជួយលើកបន្តិចសោះក៏គិតលុយដែរពូនិយាយមិនគិតអ្ហ្មិចពូមិនមែនហូបស្មៅឯណាលើកអង្គត្រូវប្រើកម្លាំងគ្រាន់តែជួយលើកប៉ុណ្ណឹងក៏ពូគិតលុយដែរខ្ញុំមិនដឹងជានិយាយអ្មិចទេពូចង់និយាយថាម៉េចចង់ប្រើអត់ឲ្យលុយមែនយើងជួយគ្នាបន្តិចបន្តួចជាទឹកចិត្តរាប់អានគ្នាដល់តែអីបន្តិចលុយអីបន្តិចលុយអញ្ចឹងទឹកចិត្តលែងមានតម្លៃទៀតហើយឲ្យទៅលុយមកពូប្រញាប់ព្រោះមានការងារច្រើនណាស់ដែលពូត្រូវធ្វើហើយនេះពូយក10000ទៅអរគុណពូទៅសិនហើយគិតទៅអ្នកភូមិនេះដល់ថ្នាក់នឹងផងណោះស្អីបន្តិចដឹងតែលុយណែកឌិកាកូនម្ដាយម៉ែណាឃើញកូនស្រីគេម្នាក់នៅចុងភូមិនោះអាយុសកលកូនដែរឥឡូវគេជួយធ្វើផ្ទះថ្មីឲ្យម្ដាយរបស់គេទៀតផងប្រហែលជាគេមានការងារធ្វើហើយមានប្រាក់ខែច្រើនហើយមើលទៅត្រូវហើយគេរកលុយបានច្រើនណាស់ហើយសាច់របស់គេឡើងសខ្ចីមកតែម្ដងណាកូនខ្ញុំមករៀនបានតិចគ្មានចំណេះជំនាញអីទេតែធ្វើការអីកាត់ទៅបើទៅធ្វើមានតែធ្វើការងារប្រាក់កម្លាំងបាយមានប្រាក់ខែតិចណាស់អូយកូនគេនោះក៏គ្មានបានរៀនសូត្រអីច្រើនដែរតែគេក៏មានតាចិញ្ចឹមអញ្ចឹងសោះស្មានតែគេមានការងារប្រាក់ខែច្រើនតាអើយកូនស្រីអាម៉េចអាម៉ាណាកូនរកមើលតាចិញ្ចឹមមួយទៅបើរកបានធានាថាកូនស្រីម៉ែនេះនឹងរស់ស្រួលហើយម៉ែនិយាយអីអញ្ចឹងទេកូននៅក្មេងឲ្យតែរកតាចិញ្ចឹមអាម៉េចទេនេះដូចជាមិនសមអូយកូនចំគួតអើយតើសម័យនេះទៅហើយនឹងណែតើគិតអារឿងសមមិនសមស្អីទៀតបើអត់លុយអ្នកណាគេឲ្យចាយម៉ែកូនខ្មាស់គេណាស់ម៉ែរកតាចិញ្ចឹមមានអីខុសពីធ្វើស្រីលក់ខ្លួនទៅចាប់ណាស់កូនឯងនេះខ្មាស់គេបានអីស៊ីមែនស៊ីមើលតែសាច់ហើយមែនណែកូនស្រីម្ដាយសម័យនេះឲ្យតែកូនមានលុយមានឡានជិះគ្មានអ្នកណាគេហ៊ានមើលងាយកូននោះទេម៉ែកូនមិនហ៊ានធ្វើបែបហ្នឹងទេម៉ែកូនឯងមើលកូនគេនៅចុងភូមិមើលមានលុយធ្វើផ្ទះឲ្យម្ដាយរបស់គេជិះឡានសុទ្ធតែទំនើបមកលេងផ្ទះម្ដងណាគឺថាស្លៀកពាក់ស្អាតលុយណាស់កូនអើយតែកូនណែមិនបាច់បោបាច់អីច្រើនទេចាំម៉ែទៅសួរគេឲ្យរកអ្នកចិញ្ចឹមកូនម្នាក់ណាហើយពូទិញនំដាច់ទេពូអត់ទេក្មួយចាពូនំអើយនំអំពូមីងត្រូវការនំទេអ្នកលក់ចូលមកនេះបន្តិចមកខ្ញុំទិញលោកគ្រូទិញនំប្រហែលដែរឲ្យនំខ្ញុំ3មកចាលោកគ្រូនិយាយអញ្ចឹងនិចឯងអត់ទៅរកការងារអីធ្វើទេបានจะនៅលក់នំនៅក្នុងភូមិទៅវិញខ្ញុំមិនដឹងជារកការងារអ្វីធ្វើទេព្រោះខ្ញុំរៀនបានតិចតួចចាប់ត្រឹមថ្នាក់ទី12ទេបើបានចប់ថ្នាក់ទី12ហើយមិនក៏មិនទៅរៀនបន្តទៀតចាលោកគ្រូខ្ញុំគ្មានលទ្ធភាពរៀនទេគ្រួសារខ្ញុំក្រីក្រណាស់ហើយថែមទាំងជំពាក់បំណុលគេទៀតគួរឲ្យស្ដាយដែរលោកគ្រូមកបង្រៀននៅទីនេះបង្រៀនក្មេងៗថ្នាក់ទីប្រហែលដែរបានខ្ញុំបង្រៀនក្មេងថ្នាក់ទី5ខ្ញុំទៅបញ្ចូលមកធ្វើជាគ្រូបង្រៀននៅទីនេះបាន1ឆ្នាំទេអញ្ចឹងខ្ញុំលាសិនហើយប្រញាប់ទៅលក់នំនៅកន្លែងផ្សេងទៀតបាទគិតទៅអ្នកខ្លះមានលុយរៀនហើយមិនចង់រៀនតែអ្នកខ្លះចង់រៀនតែគ្មានលទ្ធភាពរៀនលីសាកូនតបតែងខ្លួនឲ្យស្អាតអញ្ចឹងទៅដើម្បីបានប្តីជាអ្នកមានម៉ែខ្ញុំប៉ុណ្ណឹងស្អាតហើយនៅម៉ែអូយកូនស្អាតហើយនៅក្នុងភូមិនេះណាគ្មានអ្នកណាគេស្អាតជាងកូនទៀតទេកូនស្អាតអញ្ចឹងប្រកាសជាមានអ្នកមានស្រឡាញ់ហើយម៉ែ
ខំប្រឹងតុបតែងខ្លួនឲ្យតែស្អាតទៅចាំបាច់ទៅរៀនអីច្រើនម៉េះទេបានប្តីអ្នកមានទៅយើងរស់ស្រួលហើយមែនហើយម៉ែពេលដែលកូនបានប្តីជាអ្នកមានហើយពេលនោះកូននឹងមានគ្រឿងអលង្ការពាក់ពេញខ្លួនហើយទៅណាមកណាមានឡានទំនើបជីពេលនោះម៉ែនឹងខ្លាចជាម្ដាយក្មេកអ្នកមានដែរហើយអូយគ្រាន់តែសម័យណាក៏សប្បាយចិត្តដែរណាកូនអើយចាំមើលពេលនោះណាអ្នកភូមិគេនឹងសរសើរកូនថាកូនណាជាមនុស្សស្រីសំណាងល្អជាងគេយើងជាស្រីចាំបាច់ទៅរៀនអីច្រើនទេបើថ្ងៃក្រោយគង់តែខ្លាចជាប្រពន្ធគេតដែលនឹងមែនហើយម៉ែកូនណាបារឿងរៀនណាកូនខ្ជិលណាតែបារឿងតុបតែងខ្លួនណាកូនប្រកែលេខ1ហើយ លោកគ្រូទៅមកបង្រៀននៅក្នុងភូមិហ្នឹងមែនបាទខ្ញុំទៅមកបង្រៀននៅទីនេះហើយចុះថ្ងៃហ្នឹងអត់ទៅបង្រៀនសិស្សទេអីបានជាស្លៀកពាក់ធម្មតាអញ្ចឹងនោះថ្ងៃហ្នឹងជាថ្ងៃអាទិត្យគេអត់រៀនទេអូមែនភ្លេចគិតតែថ្ងៃហ្នឹងជាថ្ងៃអាទិត្យនិយាយអញ្ចឹងឮថាលោកគ្រូម្នាក់ដែលបានចូលនិវត្តន៍គាត់ឈឺបងមានបានទៅមើលគាត់ហើយនៅហើយគាត់ឈឺមានតាក់ទងអីជាមួយនឹងខ្ញុំកាលពីមុនខ្ញុំធ្លាប់រៀនជាមួយគាត់ដែរតើគាត់ក៏ធ្លាប់ជាគ្រូបង្រៀនបងដែរគួរណាទៅសួរសុខទុក្ខគាត់ខ្លះឬក៏ជួយលុយកាក់បន្តិចបន្តួចក៏បានដែរបងមករាបងចង់ជួយអ្នកណាគេគ្រួសារយើងកំពុងតែក្រផងជូលីអូនមានគិតតែចង់ជួយលុយកាក់ខ្លះទៅគ្រូរបស់បងដែលធ្លាប់បង្រៀនបងកាលពីក្មេងដែរទេជួយអីទេរាល់ថ្ងៃគ្រួសារយើងក៏លំបាកដែរទៅខ្វល់ពីរឿងគ្រួសារគេធ្វើអីបើយើងអន់ស្មានតែគេមកឲ្យមែនអូននិយាយត្រូវមែនអ្នកណាចង់ជួយអីក៏ជួយទៅគ្រាន់តែគ្រូធ្លាប់បង្រៀនសោះចាំម៉ែឪរបស់យើងចាំខ្វល់មិនអីទេអញ្ចឹងខ្ញុំសុំលាអ្នកទាំងពីរទៅមើលគាត់បន្តិចសិនពុកកូនដាំបាយធ្វើម្ហូបឆ្អិនហើយចាំបន្តិចទៀតចាំពុកហូបកូនឯងមាននឹកដល់ម្ដាយរបស់កូនដែរទេមានពេលខ្លះក៏នឹកពេលខ្លះក៏អត់ពុកហេតុអីបានជាម៉ែគាត់បាច់គ្នាជាមួយពុករឿងនេះវាកន្លងទៅជិត10ឆ្នាំទៅហើយដោយសារតែពុករក